កូនដែលមានអាយុចាប់ពី6ខែឡើងទៅគឺអាចចាប់ផ្ដើមបន្ថែមបបរឲ្យគាត់បានហើយនៅពេលដែលយើងបង្រៀនគាត់ឲ្យញ៉ាំលើកទី1ហ្នឹងគឺយើងមិនមែនចាប់ផ្ដើមធ្វើបបរខាប់គ្រប់គ្រឿងឲ្យគាត់ញ៉ាំតែម្ដងទេនៅថ្ងៃទី1គឺខ្ញុំបានបបរអង្គសសុទ្ធហ្នឹងចំនួន3ថ្ងៃយើងត្រូវយកវាទៅកិនឲ្យម៉ត់ហើយមានល្បាយហ្នឹងរៀងរាវបន្តិចយើងអត់ត្រូវធ្វើខាប់ពេកទេព្រោះគាត់ទៅតែរៀនញ៉ាំលើកដំបូងអញ្ចឹងគាត់អត់ទាន់ចេះលេបស្រួលបួរទេបន្ទាប់ពីយើងឲ្យញ៉ាំបបរអង្គសសុទ្ធហ្នឹងរយៈពេល3ថ្ងៃរួចហើយគឺយើងអាចចាប់ផ្ដើមបន្ថែមបន្លែមួយមុខទៀតយើងដាក់អង្ករបូកជាមួយនឹងត្រួយល្ពៅរយៈពេល3ថ្ងៃទៀតការដែលយើងបន្ថែមបន្លែមួយមុខរយៈពេល3ថ្ងៃហ្នឹងគឺដើម្បីឲ្យគាត់ហ្នឹងស្គាល់រសជាតិបន្លែមួយមុខហើយនឹងតេស្តមើលអាឡែស៊ីរបស់គាត់ផងនៅពេលដែលយើងផ្ដល់អាហារឲ្យគាត់មួយមុខរយៈពេល3ថ្ងៃហ្នឹងគឺយើងត្រូវសង្កេតមើលថាតើគាត់មានអាឡែស៊ីជាមួយនឹងអាហារមួយណាដែរឬទេប្រសិនបើគាត់មានអាឡែស៊ីជាមួយនឹងបន្លែឬមួយក៏ផ្លែឈើណាមួយហ្នឹងគឺយើងត្រូវតែចាំទុកពីព្រោះក្មេងម្នាក់គឺអត់ដូចគ្នាទេការអាឡែស៊ីរបស់គាត់ហ្នឹងគឺខុសៗគ្នាបន្លែដែលខ្ញុំបន្ថែមឲ្យកូនមួយមុខរយៈពេល3ថ្ងៃហ្នឹងគឺជាបន្លែដែលខ្ញុំអាចរកបាននៅជុំវិញផ្ទះរបស់ខ្ញុំដោយខ្លួនឯងដោយអត់ទាន់មានទិញបន្លែមកពីផ្សារទេព្រោះបន្លែទិញមកពីផ្សារភាគច្រើនគឺគាត់ប្រើថ្នាំគីមីច្រើនយ៉ាងដឹងហើយបន្លែយើងរាល់ថ្ងៃសុទ្ធតែគីមីអញ្ចឹងម៉ាម៉ាទាំងអស់គ្នាអាចបន្ថែមបន្លែណាដែលមាននៅជុំវិញផ្ទះរបស់យើងដូចជាស្លឹកបាសផ្ទីស្ពៃដំឡូងជ្វារបស់យើងដែលអាចដាំបានខ្លួនឯងហ្នឹងគួរតែបន្ថែមឲ្យគាត់មុនហ្នឹងការដែលរៀនញ៉ាំលើកដំបូងរបស់គាត់ដែលមានអាយុ6ខែហ្នឹងគឺបរិមាណ1ស្លាបព្រាបាយមួយថ្ងៃតែម្ដងទេយើងកុំបខំគាត់ណានៅពេលដែលគាត់ញ៉ាំចាំគាត់ហាមកដោយខ្លួនឯងប្រសិនបើកូននឹងអត់ទាន់ចង់ញ៉ាំអត់ទាន់មានចំណង់អាហារទេយើងបខំគាត់ឲ្យញ៉ាំគាត់អាចនឹងណាយធុញបបរហ្នឹងហើយអត់ញ៉ាំទេវីដេអូហ្នឹងគឺខ្ញុំថតតាំងពីគាត់រៀនញ៉ាំបបរលើកដំបូងថ្ងៃទី1ទៅបានកាត់ខ្លួនបងប្អូនមើលដល់ឥឡូវហ្នឹងគឺគាត់រៀនបានរយៈពេល11ថ្ងៃហើយបើសិនជាបងប្អូនអត់ដឹងថាត្រូវដាក់បន្លែអីខ្លះទេបងប្អូនអាចដាក់តាមខ្ញុំក៏បានដែរខ្ញុំដាក់បបរអង្គសសុទ្ធហ្នឹងរយៈពេល3ថ្ងៃចំពោះថ្ងៃទី4គឺបបរអង្គបូកជាមួយនឹងត្រួយល្ពៅបន្ទាប់ពី3ថ្ងៃហើយខ្ញុំឃើញថាគាត់អត់មានអាឡែស៊ីទេគឺគាត់អាចញ៉ាំបានគឺខ្ញុំក៏បន្ថែមបន្លែមួយមុខទៀតគឺដំឡូងជ្វារយៈពេល3ថ្ងៃទៀតបន្ថែមដំឡូងជ្វារបាន3ថ្ងៃហើយខ្ញុំក៏បន្ថែមស្ពៃឈ្វលយើងហ្នឹងបានរយៈពេល2ថ្ងៃទៀតដោយសារគាត់អត់សូវចេះញ៉ាំគាត់អត់សូវចង់ញ៉ាំបន្ទាប់ពីស្ពៃឈ្វលហើយគឺខ្ញុំបានបន្ថែមផ្ទៃរយៈពេល3ថ្ងៃនៅពេលដែលខ្ញុំយកផ្ទៃយកមកដាក់បបរជាមួយនឹងអង្គហ្នឹងឃើញថាគាត់ញ៉ាំបានច្រើនគាត់ចូលចិត្តញ៉ាំផ្ទៃរយៈពេល11ថ្ងៃនេះគឺខ្ញុំអត់មានទាន់បន្ថែមសាច់ឲ្យគាត់ទេគឺមានតែអង្គជាមួយនឹងបន្លែពេលដែលយើងបញ្ចុះគាត់ណាពេលដែលយើងឲ្យគាត់ញ៉ាំយើងកុំភ្លេចបន្ថែមទឹកឲ្យគាត់ញ៉ាំបន្តិចផងដើម្បីសម្រួលដល់ការលេបរបស់គាត់ការដែលយើងឲ្យគាត់ញ៉ាំមួយថ្ងៃម្ដងហ្នឹងគឺយើងគួរតែជ្រើសរើសនៅពេលថ្ងៃត្រង់ក្រោយពេលដែលគាត់បើកនឹងរយៈពេល2ម៉ោងប្រសិនបើយើងឲ្យគាត់ញ៉ាំនៅគៀកម៉ោងដែលគាត់បើកពេកគឺគាត់អត់ញ៉ាំទេពីព្រោះគាត់បើកឆ្អែតហើយកូនរបស់ខ្ញុំគាត់ភ្ញាក់ពីគេងនៅម៉ោង6គាត់បើកម្ដងរួចហើយនៅពេលដែលម៉ោង8ឬមួយក៏ម៉ោង9ហ្នឹងគឺគាត់គេងហើយបន្ទាប់ពីគាត់ភ្ញាក់ពីគេងគាត់បើកម្សាទៀតអញ្ចឹងពេលដែលគាត់បើហើយចន្លោះម៉ោង10ហ្នឹងគឺគាត់គេងបានរយៈពេលប្រហែលជា1ម៉ោងទៀតម៉ោង11គឺគាត់ភ្ញាក់ម៉ោង11ទៅម៉ោង12ហ្នឹងហើយនៅពេលដែលគាត់ភ្ញាក់ពីគេងហ្នឹងគឺខ្ញុំអត់បានឲ្យគាត់បើទៀតទេគឺឲ្យគាត់ញ៉ាំបបរតែម្ដងខ្ញុំធ្វើបែបនេះចំពោះកូនខ្ញុំឃើញថាបានជោគជ័យខ្ញុំក៏ចង់ចែករំលែកជូនទៅដល់ម៉ាម៉ាថ្មីទាំងអស់គ្នាប្រសិនបើអាចយើងគួរតែឲ្យគាត់ញ៉ាំអាហារជុំជាមួយនឹងយើងដែរព្រោះនៅពេលដែលគាត់ឃើញយើងជាមនុស្សចាស់ញ៉ាំហ្នឹងគឺគាត់ក៏ចង់ញ៉ាំដែរដោយនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺគេមានបងប្រុសរបស់គេហ្នឹងអង្គុយញ៉ាំនៅចិត្តហ្នឹងបងហ្នឹងបើថ្ងៃធម្មតាហ្នឹងមិនសូវជាចង់ញ៉ាំបានទេបងប្អូនមើលតែមៀតទៅដឹងហើយកូនទី1របស់ខ្ញុំគឺគាត់រើសចំណីរើសខ្លាំងមែនតើហ្មងគាត់អត់សូវចង់ញ៉ាំទេពេលបាយហ្នឹងគឺគាត់ហូបតែ1ម៉ាត់2ម៉ាត់គាត់ហូបតែបន្តិចហ្នឹងគឺគាត់ដើរចេញហើយគាត់រត់លេងច្រើនគាត់ញ៉ាំតិចពេលអញ្ចឹងគាត់អត់សូវឡើងគីឡូទេដោយសារតែថ្ងៃហ្នឹងឃើញប្អូនញ៉ាំខ្លាចប្អូនញ៉ាំអស់អញ្ចឹងក៏យកចានមកអង្គុយញ៉ាំចិត្តប្អូនទៅហើយឃើញម៉ាក់ថតវីដេអូប្អូនហ្នឹងខ្លាចខ្លួនឯងអត់មានរូបដែរកុំមកចូលថតនៅក្នុងកាមេរ៉ានឹងដែរទៅចំណែនប្អូនណាសម្រាប់ម៉ាម៉ាដែលមានកូន2នាក់ដូចខ្ញុំអញ្ចឹងកូនទី1មិនហើយកូនទី2ដូចជាមិនសូវខូចទេហត់តែកូនទី1តែរាល់ថ្ងៃហ្នឹងចំណែនក៏ចំណែនខូចក៏ខូចខ្លាចតែគេនឹងស្រឡាញ់ប្អូនច្រើនជាងខ្លួនឯងប៉ុន្តែដោយសារតែចាស់នៅជុំវិញខ្លួនរបស់គាត់ចេះតែនិយាយថាម៉ាក់ឈប់ស្រឡាញ់កូនបងហើយស្រឡាញ់តែកូនប្អូនទេ